បាទសូមជម្រាបសួរឥឡូវយើងបន្តចូលទៅដោះស្រាយនៅចំណុចទី2ជាបន្តបាទតោះអញ្ចឹងចំណុចទី2មានខ្លឹមសារដូចតទៅខ្សែលួស1ម៉ែត្រទម្ងន់ 4/5 គីឡូក្រាមតើខ្សែលួស 1300/11 ម៉ែត្រមានទម្ងន់ប៉ុន្មានគីឡូក្រាមតោះអញ្ចឹងឥឡូវយើងចាប់ផ្ដើមដោះស្រាយជាមួយលោកគ្រូតាមជំហាននីមួយៗណាបាទតោះអញ្ចឹងគេចង់ដឹងទម្ងន់បាទទម្ងន់នៃខ្សែលួសបាទអញ្ចឹងយើងដាក់ថារកទម្ងន់នៃខ្សែលួសបាទចឹងយើងដាក់ថារកទម្ងន់ខ្សែលួសអញ្ចឹងក្នុងបំរាប់របស់យើងគេប្រាប់ថាខ្សែលួស1ម៉ែត្របាទអញ្ចឹងគឺមានទម្ងន់ 4/5 គីឡូក្រាមបាទអញ្ចឹងតើខ្សែលួស 1300/11 ម៉ែត្រតើមានទម្ងន់ប៉ុន្មានបាទតោះអញ្ចឹងយើងចាប់ផ្ដើមយកវាមកគុណគ្នាមកបើសិនជា1ម៉ែត្រនេះ1ម៉ែត្រគឺមានទម្ងន់ 4/5 បាទ 4/5 គីឡូក្រាមនេះ1ម៉ែត្រ 4/5 គីឡូក្រាមអញ្ចឹងខ្សែលួសដែលគេប្រាប់ក្នុងបំរាប់របស់យើងគឺ 1300 លើ 11 ម៉ែត្របាទនេះ 1300 លើ 11 ម៉ែត្រអញ្ចឹងគេចង់ដឹងថាតើ 1300 លើ 11 ម៉ែត្រនៃខ្សែលួសនេះតើមានទម្ងន់ប៉ុន្មានអញ្ចឹងយើងយកប្រវែងខ្សែលួសសរុបគុណនឹងទម្ងន់ខ្សែលួស1ម៉ែត្របាទតោះអញ្ចឹងយើងធ្វើការគុណជាមួយគ្នាណាបាទអញ្ចឹងកន្លែងនេះបាទប្រភេទគុណប្រភេទអញ្ចឹងយើងយកភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងបាទតោះអញ្ចឹងនេះ4គុណនឹង 1300 អញ្ចឹងយើងមិនបាច់គុណនឹង0នឹងគុណតែលេខដែលខុសពី0ទៅ0ចាំយើងបន្ថែមតាមក្រោយបានតោះអញ្ចឹងយើងគុណជាមួយគ្រូ4 3ដង10 12បាទអញ្ចឹងសរសេរ2ប្រា1បាទ4ម្ដង4 4 បូក1 5អញ្ចឹង1នឹងគឺ1ដែលយើងត្រាហ្នឹងឯងអញ្ចឹង02ថែមមកវិញមក1 2បាទអញ្ចឹងគ្រូអត់បានសរសេរប្រមាណវិធីខាងក្រៅទេលោកគ្រូសង្ឃឹមថាកូនអាចគុណបានតែខ្លួនឯងបាទតោះអញ្ចឹង5 11ដងអញ្ចឹង5 11ដងគឺ55បាទនេះគឺ55បាទតោះអញ្ចឹងចម្លើយដែលយើងទទួលបាននេះគឺ 5200 លើ 55អញ្ចឹងកន្លែងនេះគឺយើងអាចសម្រួលបានអញ្ចឹងគឺសម្រួលនឹង5បាទអញ្ចឹងបើយើងសម្រួលនឹង5គឺទទួលបាន1040 លើ 10 លើ 11បាទនេះគឺភាគយកសម្រួលនឹង5មានន័យថាចែកនឹង5អញ្ចឹងបាន1040បាទរីឯភាគបែង55ចែកនឹង5គឺទទួលបាន10 11បាទតោះអញ្ចឹងការសម្រួលគឺមានន័យថាធ្វើឲ្យប្រភេទដែលជាតួលេខធំនោះទៅជាតួលេខកាន់តែតូចបាទហើយដល់យើងយកវាទៅចែកបើភាគយកចែកនឹងចំនួនប៉ុន្មានភាគបែងចែកនឹងចំនួនប៉ុណ្ណោះដូចគ្នាបាទតោះអញ្ចឹងនេះគឺយើងទទួលបានណាបាទអញ្ចឹងយើងអាចឆ្លើយប្រាប់គេបានដូចនេះទម្ងន់ខ្សែលួសគឺ1040 លើ 11 គីឡូក្រាមបាទតោះបាទនេះអញ្ចឹងចម្លើយគឺយើងទទួលបានហើយចំណុចទី2របស់យើងគឺទទួលបាននេះទម្ងន់ខ្សែលួសគឺ1040 លើ 11 គីឡូក្រាមបាទតោះអញ្ចឹងលោកគ្រូសង្ឃឹមថាការដោះស្រាយនេះគឺនឹងធ្វើឲ្យទាំងអស់គ្នាអាចតាមទាន់បាទនឹងបញ្ចប់បាទកុំភ្លេចជួយចុច like ក៏ដូចជាចុចពាក្យ subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗជាច្រើនជាបន្តបន្ទាប់ក៏ដូចជាការលើកទឹកចិត្តមកកាន់លោកគ្រូផងដែរបាទអញ្ចឹងលោកគ្រូសូមបញ្ចប់តែត្រឹមនេះហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តបាទសូមអរគុណ